បាទគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនជាកសិករដែលចូលចិត្តដាំបន្លែបាទថ្ងៃនេះខ្ញុំបានមកដល់ទៀតហើយគឺមកថតវីដេអូថ្មីដើម្បីឲ្យបងប្អូនបានទស្សនាបាទហើយវីដេអូនេះគឺចង់ថតបង្ហាញបងប្អូនអំពីដំណាំត្រសក់ស្រូវបាទនៅខាងនេះក្នុងថ្ងៃនេះគឺវីដេអូនេះគឺប្លែកដូចបងកាលពីវីដេអូមុនគឺខ្ញុំបានថតអំពីការដាំក្រាលកស៊ូដាក់តំណក់ទឹកបាទតែថ្ងៃនេះគឺប្លែកត្រង់ថាថតវីដេអូដាំដំណាំអត់បានក្រាលកស៊ូដាក់តំណក់ទឹកទេបាទអត្តផលប្រយោជន៍របស់វាគឺខុសគ្នាបាទយើងក្រាលកស៊ូតំណក់ទឹកគឺទឹកវាមិនសាចហើយវាអត់មានស្មៅបាទយើងអាចគ្រប់គ្រងស្មៅបានល្អជាងយើងក្រាលកស៊ូយើងអាចគ្រប់គ្រងស្មៅបានល្អជាងយើងអត់បានក្រាលបាទដោយបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺពេលកាលណាដែលយើងអត់បានក្រាលកស៊ូធ្វើឲ្យដំណាំរបស់យើងគឺស្មៅច្រើនស្មៅខៀវហើយយើងអាចបានបញ្ចូលទឹកបានល្អធ្វើឲ្យដំណាំរបស់យើងមានការអន់ថយក្នុងការលូតលាស់ហើយទិន្នផលក៏មិនអាចប្រមូលបានផលបានយូរដូចយើងក្រាលកស៊ូបានដែរបាទដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺឃើញថាបងប្រុសនេះគឺមិនជាដំណាំរបស់ខ្ញុំទេតិចបន្តិចនេះគឺជាដំណាំបងប្រុសនៅផ្ទះក្បែរគ្នាខ្ញុំក៏បានឆ្លៀតថតវីដេអូនេះឲ្យបានបងប្អូនបានទស្សនាឃើញថាស្មៅគឺកើតច្រើនហើយបន្លែគឺមានការរួញអន់ថយមិនទាន់បានវាចេញដើមទេគឺចេញផ្កាខៀវស្ងាត់មកហើយបាទហើយគាត់ក៏បានទិញទឹកដាក់ទៅយោដើម្បីធ្វើទៅយោសាច់ដាក់ទឹកដើម្បីឲ្យដំណាំវាលូតលាស់ព្រោះដោយសារតែខែនេះគឺខែ4ហើយគឺអត់មានភ្លៀងធ្លាក់មកទេគឺរាំងដីស្ងួតខួតហែងក្តៅខ្លាំងមែនទែននេះខ្ញុំថតឲ្យចូលថតហាក្តៅគឺក្តៅខ្លាំងមែនទែនទឹកតែម៉ោង9ទេបងបាទហើយខ្ញុំក៏បានមកថតជួយបងប្អូនទស្សនាដើម្បីឲ្យបងប្អូនបានដឹងថាការក្រាលកស៊ូនិងអត់ក្រាលកស៊ូគឺវាខុសគ្នាអញ្ចឹងបាទឃើញថាស្មៅគឺលើសខៀវពិបាកហ្នឹងប្រមូលទិន្នផលខ្លាំងមែនទែនព្រោះកាលមុនខ្ញុំធ្លាប់ដាំព្រោះដំណាំអញ្ចឹងគឺយើងមិនអាចប្រមូលផលបានយូរទេស្មៅនេះវាឡើងលឿនទៅលេចដំណាំយើងធ្វើឲ្យដំណាំយើងមិនអាចផ្លែបានល្អហើយក៏មិនអាចចេញការកាន់ក្តិបបានល្អដែរវាធ្វើនៅលួយបាទត្រង់នឹងហើយខ្ញុំចង់ទាមទារឲ្យបងប្អូនការដាំឲ្យមានបច្ចេកទេសបាទហើយខាងនេះគឺគាត់អត់បានស្រោចទេដូចបងប្អូនឃើញក្នុងវីដេអូឃើញទេគឺស្មៅខ្លាំងច្រើនខ្លាំងមែនទែនហើយក៏លងយើងដាំទៅក៏បាត់អស់ច្រើនដែរបើសិនណាយើងក្រាលកស៊ូដាំតំណក់ទឹកគឺមិនងាយទេបងប្អូនបាទហើយដូចបងប្អូនបានឃើញអញ្ចឹងគឺបន្លែត្រសក់នេះអត់បានប្រមូលផលបានតែម្ដងទេប៉ុន្តែស្លឹកក្រហមហើយព្រោះកត្តាទី1គឺក្តៅទី2គឺខ្វះទឹកបាទហើយមួយទៀតគឺស្មៅកើនច្រើនវាស៊ីជីដំណាំយើងអស់អញ្ចឹងណាបងប្អូនបើសិនណាជាយើងក្រាលកស៊ូតំណក់ទឹកវាធ្វើឲ្យដំណាំរបស់យើងមានការលឿនបានល្អយើងបញ្ចូលជីបានត្រឹមត្រូវគឺដំណាំយើងខូចផលតាមពិតទៅដំណាំនេះគឺបើសិនណាជាក្រាលកស៊ូដាំតំណក់ទឹកគឺទទួលទិន្នផលបានហើយអាចប្រមូលផលហើយការលូតលាស់វាគឺល្អជាងនឹងគាត់ដាំរយៈពេល1ខែហើយអាចនឹង1ខែមកនិយាយរួមត្រសក់ស្រូវ1ខែកន្លះគឺអាចប្រមូលផលបានហើយតែនេះគឺ1ខែជិតចូលជា2ខែមិនបានផលទេបាទហើយខាងនេះជាងការបោកខាងនេះគឺលឹកដូចបងប្អូនឃើញអញ្ចឹងគឺរួចអស់ហើយបាទវិជាកសិករខាងពូខ្ញុំនេះគឺមួយចំនួនធំគឺគាត់បន្ទាប់ពីការប្រមូលទិន្នផលស្រូវរួចគឺប្រកាសជាកម្មដាំបន្លែបាទហើយខែនេះគឺជាក្នុងខែ4គឺចាប់ផ្ដើមដល់រដូវកាលធ្វើស្រែទៀតហើយបាទហើយថ្ងៃនេះគឺខ្ញុំបានឆ្លៀតថតវីដេអូបងប្អូនបានទស្សនាហើយវីដេអូនេះក៏មានឲ្យវែងឆ្ងាយទេគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកលេខជូនបងប្អូនបានទស្សនាបាទបើមានការខុសឆ្គងក្នុងប្រការណាមួយក៏បងប្អូនអធិស្ឋានណាខន្តីអភ័យទោសដល់រូបខ្ញុំផងដែរបាទហើយបងប្អូនកុំភ្លេចជួយ Subscribe វីដេអូខ្ញុំមួយដើម្បីខ្ញុំមានកម្លាំងចិត្តនិងបង្កើតវីដេអូថ្មីជូនបងប្អូននិងចែកទេសថ្មីជូនបងប្អូនបានទស្សនានិងយល់ដឹងទាំងអស់គ្នាបាទសូមអរគុណនិងសូមគោរពលាជួបគ្នានឹងវីដេអូក្រោយៗទៀតបាទ